បានអនុញ្ញាតជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកប្រកល់ផ្ទះមួយនៅខាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅតាមបណ្ដោយផ្លូវជាតិលេខ2តែម្ដងបងប្អូនហើយសម្រាប់ផ្ទះនេះដែរទំហំរបស់វាគឺ7គុណនឹង15ម៉ែត្រសម្រាប់បន្ទប់គេងគឺមាន3បន្ទប់ទឹកមាន2ចង្ក្រានបាយ1ទទួលភ្ញៀវ1រៀនហាខាងមុខ1អញ្ចឹងពុកម៉ែបងប្អូនដែលនៅម្ដុំនេះពុកម៉ែបងប្អូនចង់មើលផ្ទះគំរូម៉ូដនេះពុកម៉ែបងប្អូនអាចអញ្ជើញមកទស្សនាម៉ូដគំរូផ្ទាល់តែម្ដងក៏បានសម្រាប់សម្ភារៈផ្ដល់ជូនពុកម៉ែបងប្អូនមើលពីខាងក្រៅនេះពុកម៉ែបងប្អូនឃើញទិដ្ឋភាពផ្ទះយើងគឺយើងផ្ដល់ជូនបែបនឹងឯងពុកម៉ែបងប្អូនមានការរៀបចំដូចជាពីដានម៉ូដពូលទ្វារឈើសក្រំពុកម៉ែបងប្អូនបាទហើយសម្រាប់ទ្វារឈើសក្រំនេះពុកម៉ែបងប្អូនគឺទ្វារល្អបាទទ្វារស្លឹកលាតពុកម៉ែបងប្អូនបាទហើយយើងមកដល់កន្លែងបរិវេណទទួលភ្ញៀវពុកម៉ែបងប្អូនគឺធំទូលាយមែនតើពុកម៉ែបងប្អូនក្បាលផ្ទះ7ជាបាន3ម៉ែត្រកន្លះខាងទទួលភ្ញៀវនេះហើយផ្ដល់ជូនការ៉ូជញ្ជាំងផងដែរពុកម៉ែបងប្អូននៅទទួលភ្ញៀវនេះបាទហើយសម្រាប់បន្ទប់គេងទី1ពុកម៉ែបងប្អូននេះគឺយើងមានបន្ទប់ទឹកនៅក្នុងនឹងផងដែរពុកម៉ែបងប្អូនបាទសម្ភារៈផ្ដល់ជូនគឺដូចនៅក្នុងរូបភាពវីដេអូនេះពុកម៉ែបងប្អូនហើយយើងដកចេញម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ចេញពុកម៉ែបងប្អូនបាទក្រៅពីហ្នឹងគឺយើងផ្ដល់ជូនដូចនៅក្នុងរូបភាពបាទហើយសម្រាប់បន្ទប់គេងនេះគឺយើងផ្ដល់ជូនគឺដូចនៅក្នុងរូបភាពនេះដូចគ្នាដែរអ្វីដែលយើងដកចេញនៅក្នុងផ្ទះនេះនិយាយរួមទៅគឺមានកង្ហារម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ពូកសាឡុងអីចឹងទៅដូចតែផ្ទះមុនដែរទេពុកម៉ែបងប្អូនបាទសម្រាប់បន្ទប់គេងទី2ក៏ដូចគ្នាដែរពុកម៉ែបងប្អូនគឺយើងរៀបចំបែបនេះទំហំធំទូលាយល្មមប៉ុន្តែពុកម៉ែបងប្អូនបាទបន្ទប់គេងទី3គឺដូចគ្នាដែរបន្ទប់គេងនីមួយទំហំរបស់វា3គុណនឹង3ម៉ែត្រកន្លះពុកម៉ែបងប្អូនបាទចក្រានបាយពុកម៉ែបងប្អូនគឺធំទូលាយល្មមសមរម្យបាទដូចនៅក្នុងរូបភាពនេះឯងពុកម៉ែបងប្អូនបាទធ្នើចក្រានបាយគឺយើងដកចេញធ្នើឈើទូតាំងពុកម៉ែបងប្អូនម្ចាស់ផ្ទះគាត់ថែមផ្សេងបាទហើយសម្រាប់បន្ទប់ទឹករួមក៏ដូចគ្នាដែរនេះពុកម៉ែបងប្អូនគឺយើងមានផ្ដល់ជូនជាមង្គលខ្សែអនាម័យផ្កាឈូកអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ស្រឡាញ់ម៉ូដផ្ទះកពើហាម៉ូដកាត់វិឡាទឿននេះពុកម៉ែបងប្អូនអាចតាក់ទងមកក្រុមការងារយើងខ្ញុំបាន